បាត់សូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបាទនៅក្នុងថ្ងៃនេះដែរខ្ញុំបាទមានភារកិច្ចមួយដើម្បីចែករំលែកទៅកាន់អ្នកទាំងអស់គ្នាបាទដោយបងប្អូនទាំងអស់គ្នាដឹងហើយថាបច្ចុប្បន្ននេះវិស័យមិនថាកាហ្វេភេសជ្ជៈផ្សេងក៏មានការរីកដុះដាលបាទគឺមានការលក់ពេញនិយមមែនទែននៅលើទីផ្សារក្នុងប្រទេសកម្ពុជាអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំបាទនឹងចែករំលែកចំណេះដឹងបន្តិចបន្តួចអំពីភេសជ្ជៈមួយដែលមានឈ្មោះថាតែក្រហមទឹកដោះគោបាទអញ្ចឹងដើម្បីតើយើងត្រូវគួរធ្វើយ៉ាងម៉េចខ្លះដើម្បីបានតែក្រហមទឹកដោះគោមួយកែវអូខេតោះខ្ញុំនឹងប្រាប់ប្រៀបរាប់បងប្អូនទាំងអស់គ្នាបាទដើម្បីបានតែក្រហមទឹកដោះគោយ៉ាងឈ្ងុយឆ្ងាញ់មួយកែវនិងមានភាពទាក់ទាញបងប្អូនត្រូវរៀបចំឧបករណ៍មានន័យថាសម្ភារៈមួយចំនួនដូចជាកែវសម្រាប់ដាក់តែកែវក្រិតដូចជាកែវកាហ្វេជាដើមលាក់ជាមួយនឹងសព្រាផងដែរបាទសម្រាប់គោណាបងប្អូនទាំងអស់គ្នាដូច្នេះហើយនៅពេលដែលយើងបានត្រៀមសម្ភារៈគ្រប់គ្រាន់រួចរាល់ហើយក៏យើងធ្វើការចាក់តែចំពោះតែយើងយក100 ml បងប្អូនទាំងអស់គ្នា100 ml អញ្ចឹងបើសិនបើបងប្អូនណាមិនទាន់ដឹងពីរបៀបឆុងតែបងប្អូនអាចចូលទៅមើលក្នុង channel បានវីដេអូមុនខ្ញុំបានប្រាប់អំពីរបៀបឆុងតែក្រហមឬក៏តែបៃតងផងដែរបាទបន្ទាប់ពីយើងចាក់តែក្រហមចំនួន100ចូលក្នុងកែវក្រិតរួចហើយក៏យើងធ្វើការចាក់ទឹកស្ករគឺយើងយកតែ10 ml តែប៉ុណ្ណោះទឹកស្ករគឺយើងលួចដើម្បីយកក្លិនតែប៉ុណ្ណោះបន្ទាប់មកយើងចាក់ទឹកដោះគោខាប់ចំនួន20 ml ទៀតអញ្ចឹងចំនួនទឹកស្ករនិងទឹកដោះគោខាប់សរុបទាំងអស់គឺ30 ml ស្មើនឹងស្ករ 100% បន្តមកទៀតបងប្អូនទៅធ្វើការចាក់ទឹកដោះគោស្រស់ចំនួន80 ml ផងដែរបាទអញ្ចឹងឈានដល់វិធីធ្វើអញ្ចឹងវិធីធ្វើអត់មានអីពិបាកទេងាយបងប្អូនចាក់ទឹកដោះគោស្រស់ចំនួន80 ml ចូលក្នុងកែវកាហ្វេបងប្អូនចាក់ទឹកស្ករជាមួយនឹងទឹកដោះគោខាប់ចូលក្នុងកែវកាហ្វេដូចគ្នាបន្ទាប់មកបងប្អូនធ្វើការកូរឲ្យសព្វដើម្បីឲ្យជាតិទឹកស្ករជាមួយនឹងទឹកដោះគោខាប់រលាយចូលជាមួយនឹងទឹកដោះគោស្រស់បន្ទាប់ពីបងប្អូនបានកូរសព្វរួចរាល់អស់ហើយគឺយើងធ្វើការចាក់ទឹកកកចូលបាទអញ្ចឹងយើងយកទឹកកកមកយើងដួសទឹកកកស្មិតយកទឹកកុំឲ្យដល់ទឹកបងប្អូនអរគ្នាតើមកយើងចាក់ទឹកកកចូលឲ្យពេញកែវតែម្ដងបាទចាក់ទឹកកកឲ្យពេញណាបងប្អូនបន្ទាប់ពីយើងចាក់ទឹកកកចូលហើយគឺយើងធ្វើការចាក់តែក្រហមឲ្យយើងចូលបាទចាក់តែក្រហមយើងរោយឲ្យពេញទៅមកវាចាប់ផ្ដើមរំលេចពណ៌បងប្អូនវារំលេចហើយបន្ទាប់ពីយើងចាក់តែ100 ml ចូលពេញកែវរួចហើយក៏វាបង្កើតបានជាភេសជ្ជៈមួយដែលមានឈ្មោះថាតែក្រហមទឹកដោះគោផងដែរបាទអញ្ចឹងបើសិនបើបងប្អូនដែលជុំមិនចូលចិត្តផ្អែមបងប្អូនអាចបន្ថយស្ករបានព្រោះចំនួនស្ករនេះគឺខ្ញុំយក 100% នៃស្ករស្មើនឹង30 ml ផងដែរបាទអញ្ចឹងរូបរាងតែក្រហមទឹកដោះគោគឺជារូបរាងបែបនេះអញ្ចឹងវីដេអូនេះចែករំលែកតែប៉ុណ្នេះសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទ